សួស្តីបងប្អូនថ្ងៃនេះខ្ញុំមានមុខម្ហូបមួយមុខប្លែកជូនបងប្អូនទស្សនាស្ងោរស្អំជាមួយសាច់គោហើយមានបន្ថែមបន្លែដូចជាការ៉ុតហើយនិងឆៃថានិងស្ពៃបូកគោជាដំបូងរំលីងខ្ទឹមឲ្យឡើងពងកន្លះហើយដាក់សាច់គោចូលក្រោយពីសាច់គោយើងនឹងឆ្អិនបន្តិចយើងថែមទឹកត្រីប៊ីចេងហើយមានស្ករសហើយមានម្សៅស៊ុបខ្នុរនិងទឹកប្រេងខ្យងបន្តិចហើយកកូរវាឲ្យចូលជាតិហើយដាក់ការ៉ុតនិងឆៃថាវចូលហើយនឹងខ្ទឹមរាំងបន្តិចហើយក៏ចាក់ទឹកចូលចាំពុះសិនយើងដាក់បន្លែចូលដាក់ស្ពៃបូកគោនិងស្អំចូលហើយទុកឲ្យវាពុះចាំយើងបង្ជីចូលតាមក្រោយដោយសារតែមុខម្ហូបមួយមុខនេះប្លែកដោយសារតែដាក់ស្អំសម្រាប់ខ្ញុំស្លដាក់អីក៏បានដែរឲ្យតែញ៉ាំទៅមានរសជាតិឆ្ងាញ់អត់បញ្ហាទេមានអីក៏កែច្នៃតាមនឹងទៅបងប្អូនជួនកាលការកែច្នៃរបស់យើងមានរសជាតិឆ្ងាញ់ប្លែកក៏ថាបាន